គំរូល្អប្រសើរជាងទ្រឹស្ដីល្អឲ្យតែធ្វើជាគំរូល្អទោះបីទ្រឹស្ដីល្អយ៉ាងណាក៏មិនឈ្នះគំរូល្អដែរបាទគោរពញាសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតហើយដែលនិយាយថាគំរូល្អប្រសើរជាងទ្រឹស្ដីល្អបាទយើងក៏លេខមកមើលពាក្យថាគំរូល្អអញ្ចឹងគំរូល្អនៅក្នុងសង្គមនៃការរស់នៅមិនថានៅក្នុងសង្គមគ្រួសារក៏ដូចជានៅក្នុងសង្គមជាតិការធ្វើជាគំរូល្អទៅកាន់ក្មេងៗជំនាន់ក្រោយទៅកាន់យុវជនជំនាន់ក្រោយនេះពិតជារឿងសំខាន់ខ្លាំងណាស់ពីព្រោះកាលណាយើងធ្វើជាគំរូល្អនៅក្នុងជាពិសេសគឺនៅក្នុងគ្រួសារឪពុកម្ដាយគឺជាអ្នកដែលដើរតួជាអ្នកវាស់វែងជាអ្នកតម្រង់ផ្លូវនៃសកម្មភាពនៃការប្រតិបត្តិរបស់កូនទាំងកាយវិការទាំងពាក្យសម្ដីគឺយើងត្រូវធ្វើជាគំរូល្អទៅកាន់គាត់នៅពេលដែលឃើញឪពុកម្ដាយគាត់ធ្វើគំរូល្អនៅទៅកាន់គាត់ជាធម្មតាកូនតែងតែយកតម្រាប់តាមនៃគំរូរបស់លោកឪពុកម្ដាយទាំងអស់សង្គមជាតិក៏ដូចគ្នាដែរបើសិនជាសង្គមដែលយុវជនភាគច្រើនក៏ដូចជាយុវចាស់ភាគច្រើនលោកតែងតែប្រតិបត្តិតែងតែធ្វើជាគំរូល្អនៅក្នុងសង្គមជាតិលើកតម្កុំដង្កើងបុគ្គលដែលមានគុណវុឌ្ឍលើកតម្កុំដង្កើងសកម្មភាពល្អៗនៅក្នុងសង្គមមិនថានៅក្នុងសកម្មភាពអីឧទាហរណ៍នៅក្នុងសកម្មភាពនៃការបើកបរនៅតាមដងផ្លូវធ្វើចរាចរណ៍អញ្ចឹងការគោរពច្បាប់ការអធ្យាស្រ័យឲ្យគ្នាវាជាការធ្វើជាគំរូល្អទៅកាន់ក្មេងៗដែលគាត់ធ្វើដំណើរតាមដងផ្លូវឬក៏កូនបុត្រធីតារបស់យើងគ្រប់គ្នាហ្នឹងគាត់ជិះឡានជិះម៉ូតូជាមួយយើងគាត់ធ្វើឃើញសកម្មភាពមនុស្សចាស់ធ្វើនៅក្នុងសង្គមអញ្ចឹងគាត់នឹង follow តាមគាត់នឹងអនុវត្តតាមដោយឡែកទ្រឹស្ដីល្អវិញទ្រឹស្ដីល្អបើសិនជាគ្រាន់តែល្អគ្រាន់តែទ្រឹស្ដីទេទ្រឹស្ដីនឹងល្អប៉ុន្តែការអនុវត្តវាមិនដូចនឹងទ្រឹស្ដីទេជាធម្មតាទ្រឹស្ដីល្អវាកើតឡើងតាមរយៈការប្រតិបត្តិការអនុវត្តភាពជាក់ស្ដែងនៅក្នុងសង្គមនៅពេលដែលមនុស្សធ្វើសកម្មភាពនឹងឃើញថាសកម្មភាពទាំងអស់ហ្នឹងវាល្អវាសម្រាប់ក្មេងៗចំនួនក្រោយអ្នកប្រាជ្ញលោកតែងលោកចងក្រងអានឹងឲ្យទៅជាទ្រឹស្ដីសម្រាប់ដាក់ចូលបញ្ចូលទៅក្នុងវិស័យអប់រំដើម្បីឲ្យមនុស្សចំនួនក្រោយឬក៏ក្មេងៗហ្នឹងគាត់រៀនសូត្រតាមអំពីសកម្មភាពដែលចាស់ពីមុនចាស់បុរាណហ្នឹងលោកធ្វើឲ្យឃើញថាល្អចងជាទ្រឹស្ដីដើម្បីឲ្យក្មេងៗហ្នឹងគាត់រៀនសូត្រតាមប៉ុន្តែទ្រឹស្ដីល្អមិនប្រកាសថាការអនុវត្តហ្នឹងបានល្អដូចទៅនឹងការអនុវត្តផ្ទាល់ទេពីព្រោះទ្រឹស្ដីវាគ្រាន់តែជាមេរៀនសម្រាប់សូត្រសម្រាប់អានសម្រាប់មើលទេប៉ុន្តែការធ្វើជាគំរូល្អការប្រតិបត្តិការអនុវត្តភាពជាក់ស្ដែងវាពិតជារឿងសំខាន់ជាងការសិក្សាទ្រឹស្ដីល្អទៅទៀតពីព្រោះការរៀនទ្រឹស្ដីគ្រាន់តែរៀនចេះតែទ្រឹស្ដីនៅពេលដែលអនុវត្តដូចក្មេងៗគេតែនិយាយថាពេលអនុវត្ត0បាទទ្រឹស្ដីមួយអែមតែពេលអនុវត្តអត់ពេលអនុវត្តមិនកើតក្នុងន័យនេះមិនមែនថាការសិក្សាទ្រឹស្ដីល្អហ្នឹងវាអត់មានប្រយោជន៍ទេវាមានប្រយោជន៍សម្រាប់យើងវាមានប្រយោជន៍សម្រាប់ការយកទៅប្រតិបត្តិផ្ទាល់គ្រាន់តែថាការបើសិនជាការធ្វើជាគំរូល្អនឹងវាច្រើនលើសលប់អញ្ចឹងវានឹងនាំឲ្យការប្រតិបត្តិនឹងនាំឲ្យការធ្វើតាមរបស់យុវជនជំនាន់ក្រោយនឹងលោកនឹងប្រតិបត្តិតាមទៅកាន់មនុស្សជាន់មុនហើយធ្វើនៅសកម្មភាពល្អនោះទៀតប៉ុន្តែនៅក្នុងន័យនេះការសិក្សាទ្រឹស្ដីនៅតែផ្សារភ្ជាប់ជាមួយនឹងការអនុវត្តពីព្រោះមុននឹងអនុវត្តបានតើតែយើងសិក្សាពីទ្រឹស្ដីសិនអញ្ចឹងការសិក្សាទ្រឹស្ដីនិងការអនុវត្តនេះគឺត្រូវតែបតិកលាគ្នាត្រូវតែតាក់ទងគ្នាអត់អាចចោលមួយណាបានទេតែគ្រាន់តែថាយ៉ាងណាសូមការធ្វើជាគំរូនោះឲ្យបានល្អកាន់តែច្រើនកាលណាល្អកាន់នឹងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងហើយមានការលើកខ្វះខាតសូមខន្តីអភ័យទោសសូមអរគុណសូមជម្រាបលា